សួស្តីពុកម៉ែបងប្អូនទស្សនិកជនរួមជាតិខ្មែរបងប្អូនទាំងក្នុងប្រទេសនិងក្រៅប្រទេសជាទីគោរពរាប់អានសូមស្វាគមន៍មកកាន់វីដេអូអាប់ដេតព្រឹត្តិការណ៍ព័ត៌មានជាតិនិងអន្តរជាតិសំខាន់សម្រាប់ថ្ងៃទី21ខែសីហាឆ្នាំ2026នៅក្នុងដំណឹងថ្ងៃនេះគឺខ្ញុំបានចែករំលែកទាក់ទិនទៅនឹងស្ត្រីម្នាក់ដែលស្រវឹងប៉ះសម្ដីជាមួយនឹងក្រុមសំអាងការបាទជនជាតិអ៊ីឡង់មិនមែនជាជនជាតិថៃនោះទេប៉ុន្តែគាត់និយាយភាសាថៃបាទដូច្នេះព័ត៌មាននេះគឺជាព័ត៌មានដ៏ក្តៅគគុកតែម្ដងខ្ញុំបាននឹងលម្អិតជូនទៅកាន់បងប្អូនយើងថាតើដំណើររឿងនឹងទៅជាយ៉ាងណាហេតុអ្វីបានជាស្ត្រីរូបនេះបាទមានការប៉ះទង្គិចសម្ដីជាមួយនឹងជនជាតិខ្មែរយើងដែលជាអ្នកសម្អាងការហើយមិននិយាយភាសាអ៊ីឡង់បាទគឺនិយាយជាភាសាថៃបែបនេះដែលជាហេតុធ្វើឲ្យមានការភ័ន្តច្រឡំបាទនៅថ្ងៃទី21ខែសីហាឆ្នាំ2026វេលាម៉ោង13:10នាទីរសៀលករណីជនបរទេសម្នាក់ស្រវឹងស្រាអុកឡុកនៅចំណុចសន្តាគារបាទប៉ាទីអូអាគារ134សិតផ្លូវ51បាទភូមិ5សង្កាត់បឹងកេងកង1បាទខណ្ឌបឹងកេងកងរាជធានីភ្នំពេញស្ត្រីរូបនេះគឺមានឈ្មោះថាថុំសុនបាទអាហ្សាបេឡាអាយុ54ឆ្នាំគឺជាជនជាតិអ៊ីឡង់បាទសញ្ជាតិអ៊ីឡង់កាន់លិខិតឆ្លងដែនលេខ55 73 97បាទ894បច្ចុប្បន្ននេះគឺស្ត្រីម្នាក់នេះស្នាក់នៅក្នុងបន្ទប់លេខបាទ501ជាន់ទី5ស្នាក់នៅក្នុងសន្តាគារប៉ាទីអូអាគារលេខ134សិតផ្លូវលេខ51ភូមិ5បាទសង្កាត់បឹងកេងកង1ខណ្ឌបឹងកេងកងតាមការបំភ្លឺពីអ្នកទទួលភ្ញៀវសន្តាគារបាទសុនស៊ីវអ៊ីភេទស្រីអាយុ19ឆ្នាំគឺជាជនជាតិខ្មែរគឺបានឲ្យដឹងថាមុនដំបូងនៅថ្ងៃទី21ខែសីហាឆ្នាំ2026វេលាម៉ោងប្រមាណជាង13:10នាទីរសៀលភ្ញៀវដែលមានឈ្មោះថាថមសុនអាណាបេឡាបានចូលមកសន្តាគារប៉ាទីអូបាទដែលមានស្ថានភាពនឹងគឺស្រវឹងខ្លាំងសុំសោបន្ទប់ពីអ្នកទទួលភ្ញៀវបន្ទាប់មកអ្នកទទួលភ្ញៀវក៏បានជូនគាត់ដើម្បីឡើងទៅបន្ទប់ប៉ុន្តែពេលដែលឡើងទៅដល់ចន្ទាយន្តក៏រងចាំចន្ទាយន្តដោយចន្ទាយន្តបាទគាត់រងចាំយូរពេកស្ត្រីខាងលើក៏បានងាកទៅឃើញភ្ញៀវក្រុមអ្នកសម្អាងការជនជាតិខ្មែរហើយស្ត្រីខាងលើក៏បាននិយាយជាភាសាថៃនិងភាសាអង់គ្លេសទៅកាន់បាទក្រុមអ្នកសម្អាងការបាទអញ្ចឹងគឺគាត់បាននិយាយជាភាសាថៃលាជាមួយនឹងភាសាអង់គ្លេសបាទគឺថាឲ្យចំម៉ាំងទៅដល់ពេលបងប្អូនប្រជាពលរដ្ឋខ្មែរយើងស្ដាប់ឮជាភាសាថៃដោយគិតថាគាត់គឺជាជនជាតិថៃដូច្នេះក៏មានករណីឆ្លោះប្រកែកគ្នាបាទហើយក្រោយមកទៀតក៏មានសមត្ថកិច្ចមកដល់ធ្វើការសម្របសម្រួលឲ្យស្ត្រីខាងលើសុំទោសទៅកាន់ក្រុមអ្នកសម្អាងការបន្ទាប់មកទៀតស្ត្រីខាងលើក៏បានទៅសម្រាកនៅក្នុងបន្ទប់គេងក្រោយពីការសម្របសម្រួលបាទក្រោយមកទៀតក៏មានករណីម្នាក់ដែលមានឈ្មោះថាវងបាមីសបូរ៉ាគឺបានបង្ហោះវីដេអូស្ត្រីខាងលើតាមរយៈបណ្ដាញសង្គម Facebook ដែលបច្ចុប្បន្ននេះសមត្ថកិច្ចកំពុងតាក់ទងស្ត្រីខាងលើនិងក្រុមអ្នកសម្អាងការដើម្បីជួបគ្នានិងធ្វើឲ្យស្ត្រីខាងលើសុំទោសនៅអ្វីដែលខ្លួនបានធ្វើបាទបងប្អូននេះគឺជារឿងរ៉ាវនឹងជាដំណឹងមួយដ៏ក្តៅកគុកនាពេលបច្ចុប្បន្ននេះគឺបាទប៉ូលីសគឺបានបញ្ជាក់ឲ្យថាស្ត្រីរូបនេះមិនមែនជាជនជាតិថៃទេបាទដោយគាត់បានប្រើប្រាស់នៅភាសាថៃនៅក្នុងការនិយាយបាទជជែកវែកញែកឆ្លុះគ្នាបាទជាមួយនឹងក្រុមអ្នកសម្អាងការដែលជាជនជាតិខ្មែររបស់យើងដែលបាទអស់លោកកំពុងតែថតសម្អាងការបងប្អូនយើងក្រោយមកទៀតក៏បានជិះនៅលើចណ្ដាលយន្តនោះស្រាប់តែត្រូវបានស្ទះនឹងយូរបាទដែលធ្វើឲ្យស្ត្រីដែលជាតិអេកឡង់គឺគាត់ស្រវឹងស្រាផងគឺគាត់មានការខឹងសម្បាបាទជាខ្លាំងតាក់ទិនទៅនឹងបាទករណីមួយនេះផងដែរយ៉ាងណាមិញមកដល់ពេលនេះបាទកងកម្លាំងរបស់យើងក៏បានរៀបចំនៅបាទជួបជាមួយនឹងស្ត្រីខាងលើនិងជួបជាមួយនឹងបាទក្រុមអ្នកសម្អាងការដើម្បីបញ្ចប់នៅសេចក្តីនេះផងដែរហើយក៏បញ្ជាក់ឲ្យឃើញថាស្ត្រីនេះគឺមិនមែនជាជនជាតិថៃទេគាត់គឺជាជនជាតិអ៊ីឡង់តែប៉ុណ្ណោះដោយដំងឡាយនៅក្នុងវីដេអូគឺគេបានបង្ហោះថាគឺជាស្ត្រីជនជាតិថៃមើលងាយខ្មែរបាទជេរបាទខ្មែរយើងក្រោយពីឃើញខ្មែរយើងនឹងពាក់នៅឈុតសម្អាងការបែបនេះបាទគឺជាព័ត៌មានដែលមិនពិតតាមពិតទៅគឺមិនមែនជារឿងរ៉ាវអញ្ចឹងទេបងប្អូនយើងដូច្នេះឥឡូវនេះគឺកំពុងតែមានការបាវែកញែកគ្នាហើយបាទក៏មានការសម្របសម្រួលផងដែរសម្រាប់ព័ត៌មានខ្លីក៏ដល់ទីបញ្ចប់បងប្អូនយើងរកកំហុសខុសឆ្គងក៏សូមខន្តីតែបៃតោបាទបងប្អូនបាទសូមចូលរួមចុច Subscribe នៅ Channel YouTube របស់ខ្ញុំបាទដើម្បីទទួលបាននូវវីដេអូអាប់ដេតថ្មីជាបន្តទៀតរៀងរាល់ថ្ងៃនៅក្នុងដៃអស់លោកអ្នកជាបន្តជុំរៀបលា